សូមជម្រាបសួរបងប្អូនមេដាបេដាកុមារតូចទាំងអស់ជាទីរាប់អានបាទថ្ងៃនេះខ្ញុំនឹងលើកយកប្រធានបទស្ដីអំពី1000ថ្ងៃដំបូងនៃការលូតលាស់របស់កុមារតូចចែកជូនបងប្អូនបានជាចំណេះដឹងដើម្បីអនុវត្តក្នុងការចិញ្ចឹមបីបាច់អប់រំកូនតូចៗឲ្យបានត្រឹមត្រូវរយៈពេល1000ថ្ងៃដំបូងគឺរាប់ចាប់ពីថ្ងៃបង្កកំណើតរហូតដល់កុមារអាយុបាន2ឆ្នាំពលគឺ270ថ្ងៃនៅក្នុងផ្ទៃម្ដាយ365ថ្ងៃនៅឆ្នាំទី1និង365ថ្ងៃនៅក្នុងឆ្នាំទី2រយៈពេល1000ថ្ងៃដំបូងគឺចាត់ទុកជាពេលវេលាមាសឬពេលវេលាអច្ឆរិយៈនៃការលូតលាស់របស់កុមារទាំងរាងកាយនិងខួរក្បាលដោយនេះមាតាបិតាត្រូវរៀបចំមើលថែនិងយកចិត្តទុកដាក់លើអាហារូបត្ថម្ភឲ្យបានសមស្របត្រឹមត្រូវដែលឲ្យកុមារទទួលបានវីតាមីនប្រូតេអ៊ីនចាំបាច់សម្រាប់ការលូតលាស់គ្រប់យ៉ាងរបស់ពួកគេ1000ថ្ងៃដំបូងត្រូវបានបែងចែកជា4ដំណាក់កាលផ្សេងៗគ្នាការជ្រើសរើសអាហារូបត្ថម្ភត្រឹមត្រូវតាមដំណាក់កាលនីមួយៗជួយឲ្យការលូតលាស់រាងកាយនិងសតិបញ្ញាដំបូងរបស់កុមារមានភាពល្អប្រសើរដំណាក់កាលទី1នៅពេលមានផ្ទៃពោះមាតាត្រូវប្រើប្រាស់អាហារូបត្ថម្ភឲ្យបានគ្រប់គ្រាន់និងត្រូវទៅពិនិត្យសុខភាពអំឡុងពេលមានកឲ្យបានទៀងទាត់តាមការណែនាំរបស់គ្រូពេទ្យជៀសវាងការមានជំងឺផ្សេងៗប៉ះពាល់ដល់ទារកនៅក្នុងផ្ទៃរបស់ម្ដាយដំណាក់កាលទី2នៅពេលទារកប្រសូតចេញពីផ្ទៃម្ដាយអាយុ0ខែទៅ6ខែជាពេលដែលទារកត្រូវការអាហារតាមរយៈទឹកដោះម្ដាយហើយនៅពេលដែលមាតាបានបរិភោគចំណីអាហារល្អនាំឲ្យមាតាមានទឹកដោះគ្រប់គ្រាន់សម្រាប់កូនការបំបៅដោះកូនតែមួយមុខគត់ត្រូវបានលើកទឹកចិត្តពីអ្នកជំនាញសុខភាពក្នុងរយៈពេល6ខែដំបូងនេះព្រោះថាទឹកដោះម្ដាយមានសារធាតុចិញ្ចឹមធម្មជាតិគ្រប់គ្រាន់មានអង្គទីកមានប្រព័ន្ធភាពស៊ាំសំខាន់សម្រាប់ការលូតលាស់និងជំរុញទំនាក់ទំនងរឹងមាំរវាងម្ដាយនិងកូនផងដែរដំណាក់កាលទី3គឺគិតពីអាយុ6ខែដល់12ខែកុមារត្រូវការអាហារូបត្ថម្ភបន្ថែមប៉ុន្តែនៅតែបន្តបំបៅដោះដដែលដើម្បីបំពេញតម្រូវការនៃការលូតលាស់ការផ្ដល់អាហារដែលមានជីវជាតិចម្រុះមានសារធាតុសំខាន់សម្រាប់កុមារលូតលាស់ហើយក៏ត្រូវប្រុងប្រយ័ត្នផងដែរពួកអាហារណាដែលមានសារធាតុបង្កគ្រោះថ្នាក់ដល់កុមារដំណាក់កាលទី4គឺគិតពីកុមារអាយុ12ខែដល់24ខែជាពេលវេលាដែលកុមារអាចបរិភោគអាហារជាមួយក្រុមគ្រួសារនៅរបបអាហារចម្រុះផ្សេងការបង្កើតវប្បធម៌បរិភោគអាហារត្រឹមត្រូវជួយឲ្យកុមារមានទម្លាប់នៃការស្រឡាញ់សុខភាពចាប់ពីវ័យនេះតទៅ1000ថ្ងៃដំបូងគឺជារយៈពេលនៃការរីកចម្រើនផ្នែកខួរក្បាលរបស់កុមារយ៉ាងឆាប់រហ័សនិងមានការផ្លាស់ប្ដូរសំខាន់បង្កើតបានជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍសតិបញ្ញាសង្គមអារម្មណ៍សម្រាប់ពេលអនាគតដោយនេះបរិយាកាសជុំវិញទំនាក់ទំនងសង្គមការជ្រើសរើសអាហារបរិភោគជះឥទ្ធិពលដល់សុខភាពសុខុមាលភាពរបស់កុមារពេញមួយជីវិត1000ថ្ងៃដំបូងតំណាងឲ្យសក្តានុពលដ៏មហិមានៃសមត្ថភាពខួរក្បាលក្នុងការស្រូបយកទិន្នន័យជុំវិញខ្លួននិងផ្ដល់ឱកាសឲ្យកុមារបានរៀនសូត្របានយ៉ាងលឿនរហ័សដោយនៃការគ្រប់គ្រងដោយវិជ្ជមានការអប់រំដោយក្តីស្រឡាញ់ជំរុញឲ្យកុមារទទួលបានបទពិសោធន៍ល្អៗដែលនឹងជួយឲ្យកុមារមានសតិបញ្ញាស្មារតីនិងការគ្រប់គ្រងអារម្មណ៍និងជំនាញសង្គមបានល្អប្រសើរជាមួយគ្នានេះផងដែរការផ្ដល់បទពិសោធន៍អវិជ្ជមានពីមជ្ឈដ្ឋានជុំវិញភាពតានតឹងឬក៏កង្វះអាហារូបត្ថម្ភឬក៏ការផ្ដល់នៅអាហារដែលមានជាតិពុលការមិនយកចិត្តទុកដាក់ការប៉ះពាល់ផ្លូវចិត្តនានាវានឹងបង្កផលវិបាកមិនល្អយូរអង្វែងសម្រាប់អនាគតរបស់កុមារខួរក្បាលកុមារមានការលូតលាស់តាំងពីដំណាក់កាលដំបូងនៃការមានផ្ទៃពោះមកម្លេះនៅសប្តាហ៍ទី4ខួរក្បាលមានកោសិកាប្រមាណតែ10000ប៉ុណ្ណោះហើយនៅសប្តាហ៍ទី24វាបានកើនឡើងដល់10,000លានហើយនៅអាយុ7ខែវាមានរូបរាងសឹងដូចមនុស្សពេញវ័យទៅហើយអាហារូបត្ថម្ភដែលបានពីម្ដាយបានធ្វើឲ្យមានការផ្លាស់ប្ដូរដ៏អស្ចារ្យនេះនៅពេលកើតខួរក្បាលទារកមានទំហំតែ1/4ឬ25%នៃទំហំខួរក្បាលរបស់មនុស្សពេញវ័យប៉ុណ្ណោះហើយនៅឆ្នាំទី1វាបានលូតលាស់រីកចម្រើនទំហំកើនដល់2ដងនិងឈានដល់80%នៃទំហំខួរក្បាលរបស់មនុស្សពេញវ័យនៅអាយុ2ឆ្នាំនិងឡើងដល់95%នៃទំហំខួរក្បាលមនុស្សពេញវ័យនៅពេលដែលកុមារអាយុបាន6ឆ្នាំការកើនឡើងលឿនបែបនេះដោយសារការលូតលាស់កោសិកាប្រសាទនិងការតភ្ជាប់គ្នារបស់ស៊ីណាប់តភ្ជាប់
គ្នារវាងកោសិកាប្រសាទអនុញ្ញាតឲ្យមានការតំណាក់តំណងគ្នានៅក្នុងប្រព័ន្ធខួរក្បាលជំរុញឲ្យមានរចនាសម្ព័ន្ធសំខាន់ៗដែលកំណត់សមត្ថភាពស្មារតីការគ្រប់គ្រងអារម្មណ៍និងការសម្របសម្រួលរាងកាយរបស់កុមារការយល់ដឹងពីការលូតលាស់របស់ជីវិតកុមារនារយៈពេល1000ថ្ងៃដំបូងជួយមាតាបិតាឲ្យមើលឃើញនៅសារៈសំខាន់នៃការផ្ដល់អាហារូបត្ថម្ភដែលត្រឹមត្រូវធានាតុល្យភាពនៃសេចក្តីត្រូវការផ្នែករាងកាយការការពារការប៉ះពាល់ទង្គិចផ្លូវចិត្តរបស់ម្ដាយនិងទារកនិងភាពចាំបាច់នៃការចូលរួមក្នុងសកម្មភាពអន្តរកម្មនានាដើម្បីលើកកម្ពស់ការអភិវឌ្ឍសតិបញ្ញាតាមរយៈការអានការលេងការអប់ការលើកទឹកចិត្តឲ្យមានភាពច្នៃប្រឌិតជាដើមសរុបមកពេលវេលា1000ថ្ងៃនេះត្រូវបានទទួលស្គាល់ថាជាពេលវេលាដ៏មានសារៈសំខាន់មួយដែលជះឥទ្ធិពលដល់ការលូតលាស់ផ្នែកសុខភាពនិងការអភិវឌ្ឍបញ្ញាស្មារតីរបស់កុមារដែលមិនអាចរកពេលវេលាណាមកជំនួសបាននៅក្នុងដំណើរជីវិតរបស់កុមារដូចនេះការយកចិត្តទុកដាក់ចិញ្ចឹមបីបាច់កុមារបានល្អក្នុងរយៈពេលនេះនឹងជួយឲ្យកុមារមានគ្រឹះរឹងមាំផ្នែក IQ និង EQ ដើម្បីកសាងនិងអភិវឌ្ឍសក្តានុពលផ្ទាល់ខ្លួនពេញមួយជីវិតរបស់ពួកគេសូមមេដាបេដាចងចាំថាការផ្ដល់ក្តីស្រឡាញ់ដោយឥតលក្ខខណ្ឌការមើលថែទាំសុខភាពបានល្អនិងការផ្ដល់បរិយាកាសចិញ្ចឹមបីបាច់ដោយរីករាយគឺមានឥទ្ធិពលខ្លាំងណាស់ដល់ការលូតលាស់ខួរក្បាលរបស់កូនៗសូមអរគុណ